គណៈជាបឋមក្នុងកាលណាសូមនមស្ការចំពោះចំបីនៃបត្រៃរតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមនមស្ការចំពោះហេរ៉ានគ្រប់ព្រះអង្គជាពិសេសសូមនមស្ការចំពោះលោកអូមហាត្រីទឹកលោកតែងតែមានសទ្ធាជ្រះថ្លាបានឃើញមុខផងនាំយកនៅសម្ភារៈជាច្រើនតែជួនដល់កងកប់នៅតាមផ្ទត់ព្រំដែនរយៈពេល1ខែនេះដែលលោកចុះមកប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំករណារួមជាមួយព្រះអង្គគ្រូសម្ភារៈនិងព្រះអង្គគ្រូចៅអធិការវត្តចាញព្រះអង្គគ្រូចៅអធិការវត្តពីញៀងគ្រូចៅអធិការវត្តបនិតព្រះរួមជាមួយព្រះអង្គគ្រូចៅអធិការវត្តអង្គកឡអញ្ចឹងគឺបាននាំយកនៅសម្ភារៈជាច្រើននិងចែកដល់បងកងទ័ពប៉ុន្តែជាពិសេសថ្ងៃនេះបាននាំយកម៉ូតូមួយគ្រឿងមកជូនទៅដល់បងកងទ័ពតែគាត់ជាទូនាទីជាពេទ្យពលាននឹងហើយម៉ូតូនេះគឺសម្រាប់ប្រើប្រាស់ជូនគាត់ប្រើប្រាស់ដឹកជញ្ជូនអ្នកជំងឺដែលបានឈឺស្កាត់នៅលើភ្នំប្រាសាទព្រះវិហារចុះមកក្រោមចឹងគឺបានមកដល់ដៃហើយសូមលោកឪមហាត្រីទឹកនិងញាតិញោមពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកដែលបានចូលរួមបច្ច័យហ្នឹងសូមអនុមោទនាជ្រះថ្លាណាបងណាបានមកដល់ដៃគាត់ហើយដែលគាត់បានស្នើសុំតាមរយៈលោកឪមហាត្រីទឹកចឹងក៏សូមគោរពទូលទីឲ្យបងតាមអង្គទាំងអស់នៅក្នុងយើងខ្ញុំកណាដំណើរឲ្យស្លឹកត្រីទឹកដែលលោកបានដឹកនាំដែលជាចលករដ៏សំខាន់មួយសម្រាប់ជួយគាំទ្រអធិការពីញាតិញោមបរិស័ទតាមរយៈព្រះអង្គព្រះទេពយុវជននៅបានពលជូនយានជំនិះមួយគ្រឿងម៉ូតូមួយគ្រឿងសម្រាប់បងកងទ័ពសម្រាប់បង្កើតអង្គភាពជាកិច្ចការងារចាំបាច់សម្រាប់ក្រុមនៃជាពិសេសគឺការពីខ្សែបន្ទាត់ព្រំដែនទាំងមូលល្អប្រសើរគង់វង្សសម្រាប់ការរួមចំណែកសុខទុក្ខជាមួយនឹងញោមកងទ័ពហើយមួយចំណែកទៀតគឺជនញោមរបស់គុណជាព្រឹកមើលលើបងនឹងហើយអញ្ចឹងជាចុងក្រោយនេះសូមប្រកេតពរអង្គលោកប្រាសិទ្ធិហើយនឹងគ្រប់អង្គទាំងអស់ហើយញាតិញោមទាំងអស់ទាំងនៅស្រុកខ្មែរនិងនៅនាយសមុទ្រទាំងអស់សូមឲ្យបានសុខហើយបានចម្រើនអនុមោទនាសាធុទាំងក៏សូមញោមកាត់ឡើងអរគុណដល់ម្ចាស់សទ្ធាយើងជាបឋមសូមថ្លែងអំណរគុណដល់ម្ចាស់សទ្ធាដែលបានឧបត្ថម្ភនៅគ្រឿងឧបភោគបរិភោគជាពិសេសគឺម៉ូតូគ្រឿងនេះដល់ខ្ញុំជាពេទ្យជួបមុខប្រចាំនៅទិសប្រាសាទព្រះវិហារនេះបាទសម្រាប់ដឹកអ្នកជំងឺចុះពីភ្នំមកមន្ទីរពេទ្យសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសព្រមទាំងព្រះអង្គគ្រប់រូបគ្រប់ព្រះអង្គដែលបានចូលរួមជាបច្ច័យទិញម៉ូតូឲ្យខ្ញុំកណានេះសូមជូនពរដល់អ្នកទាំងអស់គ្នានិងព្រមទាំងព្រះអង្គឲ្យជួបពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុភៈពលៈ8គ្រៀងក្លែតឡើយហើយនេះសូមអាននៅអ្នកដែលជួយឧបត្ថម្ភដល់ខ្ញុំកណានេះមានព្រះអង្គមហាស្រីទឹកបាទ$385ព្រះអង្គជួនសាវឿន$100ព្រះអង្គវឿនសូវៀត$100ដែរយាយដូនម៉ៃ$60អ្នកស្រីនិមល$40យាយគាដេង$20ឧបាសិការរស់សុគន្ធានិតគុណនិមល$50យាយសៀលីននិងកូននិងគ្រួសារ$140សម្រាប់ទាំងអស់ចំនួន$895ថវិកានេះបានមកដល់បានជាទិញជាម៉ូតូឲ្យខ្ញុំនេះឥឡូវសូមអរគុណខ្លាំង
រោអ្វីទៀបព្រៀបទឹមកំបានហើយរោនិយាយគូវាមិនចង់នេះដែរតែសូមអដូចថាអខ្លាំងមែនទែនតែបានផ្ដល់ជាម៉ូតូដល់ខ្ញុំឯងសូមឲ្យមូលហេតុដោយសារខ្ញុំនឹងចុះមកក្រុមយកម្នាក់មកពិនិត្យជំងឺនៅខាងក្រមដល់ពេលឡើងទៅវិញល្អិលម៉ូតូនៅចំណតគួរហ្នឹងម៉ូតូយើងអសង្រេដល់ពេលវាលុបម៉ាស៊ីនពាក់កណ្ដាលផ្លូវល្អិលចុះមកក្រោមមកបែកបាល់ចំនួន7ផ្នែកបាយដៃយើងបាទសូមអរគុណបាយស្រួលលេងដួលណាលេងដួលហើយលេងដួលឥឡូវឲ្យលោកគ្រូបកគោលកាត់គ្រីថតស្លឹកគ្រូថតស្លឹកថតស្លឹកកាត់គ្រីថតស្លឹក